ពោះអ្វីជាសិលនៃឧបាសកវិរៈបញ្ចវីរតិចេតនាគឺចេតនាវាចាកនៅបញ្ចវេរាទាំង5ឈ្មោះថាជាសិលនៃឧបាសកពោះតើវេរាទាំង5នោះគឺអ្វីខ្លះវិរៈវេរាទាំង5នោះគឺ1សម្លាប់សត្វ2លួចទ្រព្យគេ3ប្រព្រឹត្តខុសក្នុងកាម4និយាយកុហក5ផឹកនៅទឹកស្រវឹងគឺសុរានិងមេរ័យទាំង5នេះឈ្មោះថាបញ្ចវេរាពោះយ៉ាងម៉េចហៅថាអាជីវៈការចិញ្ចឹមជីវិតត្រូវរបស់ឧបាសកវីរៈការលះបង់នៅចំនួនខុសទាំង5ប្រការហើយប្រកបកិច្ចការចិញ្ចឹមជីវិតដ៏ប្រពៃដោយត្រឹមត្រូវតាមគន្លងធម៌ឈ្មោះថាអាជីវៈនៃឧបាសកព្រះសម្មាសម្ពុទ្ធទ្រង់ហាមចំពោះភិក្ខុទាំងឡាយថាបញ្ចហេភិក្ខវេវនិជ្ជាឧបាសកេនៈអករណីយាមនាលភិក្ខុទាំងឡាយចំនួនខុសទាំង5ប្រការឧបាសកមិនគប្បីធ្វើឡើយពោះតើចំនួនខុសទាំង5នោះគឺអ្វីខ្លះវីរៈចំនួនខុសទាំង5នោះគឺ1សទ្ធវនិជ្ជាជួញគ្រឿងសត្រាវុធ2សត្តវនិជ្ជាជួញមនុស្ស3មង្សវនិជ្ជាជួញសត្វយកសាច់លក់5មជ្ជវនិជ្ជាជួញទឹកស្រវឹង5វិសវនិជ្ជាជួញថ្នាំពុលពោះយ៉ាងម៉េចហៅថាវិបត្តិរបស់ឧបាសកវីរៈធម្មជាតិដែលញ៉ាំងសិលនិងអាជីវធម៌ឲ្យវិនាសឈ្មោះថាវិបត្តិពោះវិបត្តិនោះមានប៉ុន្មានយ៉ាងអ្វីខ្លះវីរៈវិបត្តិមាន5យ៉ាងគឺ1អសត្តោហោតេឧបាសកមិនជឿគុណព្រះរតនត្រ័យ2ទុសីឡោហោតេឧបាសកទ្រោះសិល3កោតុហលៈមង្គលិកោហោតេឧបាសកជឿមង្គលភ្ញាក់ផ្អើល4មង្គលំបែចេតិណោកម្មੰឧបាសកជឿមង្គលភ្ញាក់ផ្អើលមិនជឿកម្មផល5អ៊ីតោចពហិធាតខេណីយ៉ាងកវេសតេតថចពពការੰករោតេឧបាសកស្វែងរកតខេណីយៈបុគ្គលក្រៅពុទ្ធសាសនាពោះចុះអ្វីទៅជាគុណសម្បត្តិរបស់ឧបាសកវីរៈធម្មជាតិដែលញ៉ាំងសិលនិងអាជីវធម៌របស់ឧបាសកឲ្យល្អបរិសុទ្ធផូរផង់ឡើងហៅថាសម្បត្តិឧបាសកពោះចុះសម្បត្តិនោះមានប៉ុន្មានយ៉ាងអ្វីខ្លះវីរៈសម្បត្តិនោះមាន5យ៉ាងគឺ1សទ្ធោហោតេឧបាសកមានសទ្ធាជឿគុណព្រះរតនត្រ័យ2
xây lệ vía hao tệ ụ ba sọ miền sờ 3 nẹ cao tộ hạ lẹ miang kẹ lị cáo hao tệ ụ ba sọ mình chưa miền côn nhẹ ảo 4 cam mang pai chê tệ náo miang kẹ liếng ụ ba sọ chưa cam Paul mình chưa miền côn nhẹ ảo 5 nẹ ị tao chạ bẹ hít thía tẹ khệ này dắng kẹ vê sạ tê ị thẹ chạ bóp bẹ cà răng cả rào tê ụ ba sọ mình xoay như rốc tẹ khệ này dạ bộ côn cài bốt ở xa sna